តាមបទពិសោធន៍ខ្ញុំដាំពូជផ្សេងមើលទៅវាអត់ផ្លែដូចពូជនេះគឺពូជកូនជ្រូកនេះគឺផ្លែល្អបដ ாய் បងគឺផ្លែល្អសួរខ្ញុំឈ្មោះស្មានមុតរស់នៅក្នុងភូមិខ្សាច់ពយឃុំអត់គោស្រុកបាត់ដំបងខេត្តបាត់ដំបងខ្ញុំដាំម្ទេសបានរយៈពេលយូរ4-10ឆ្នាំហើយតែខ្ញុំមិនដែលបានដាំពូជនេះទេគឺខ្ញុំដាំពូជផ្សេងតាមបទពិសោធន៍ខ្ញុំដាំពូជផ្សេងមើលទៅវាអត់ផ្លែដូចពូជនេះគឺពូជកូនជ្រូកនេះគឺផ្លែល្អបដ ாய் បងគឺផ្លែល្អអានេះការប្រមូលផលរបស់ខ្ញុំគឺស្រួលគឺការបេះស្រួលដើមបេះស្រួលហើយអត់ដូចដែលខ្ញុំដាំមុនការប្រមូលផលពិបាកអានេះការប្រមូលផលលឿនបេះលឿនកន្លងមកដែលខ្ញុំបេះទៅនឹងគឺម៉ួយអត់ដែលល្អតអីទេគឺថាគឺឃើញមកទេគឺពេញចិត្តហ្មងព្រោះផ្លែល្អធំល្អហើយគាត់ថាបើមានប្រមាណក៏គេយកទាំងអស់ឲ្យតែមានពូជនឹងម៉ួយគាត់ថាអត់អីទេបងប្រទេសនេះយើងអាចទុកយកពេលយូរបានព្រោះអត់មានងាយខូចងាយអីទេព្រោះអីវាល្អគុណភាពវាល្អអាចទុកយូរបានប្រើពូជនេះប្រើទៅបានផលិតផលល្អហើយទិន្នផលខ្ពស់ជាងពូជដតៃទៀតតាមដែលខ្ញុំដាំលើកមុនពូជផ្សេងហ្នឹងគឺផ្លែមួយសាគឺអស់តែឥឡូវនេះពូជនេះគឺបេះរហូតការក្តេបរហូតនេះមើលនេះកុំមើលនេះការក្តេបរហូតអូចំខែច្រើនអញ្ចឹងបាទនេះអត់មានដាច់ទេមើលសំបីតែដើមមួយនេះនេះគួរឲ្យអស្ចារ្យដែរមើលផ្លែឡើងដេកអត់មានដាច់ទេគឺវាឲ្យផលយើងតរហូតទាំងក្តេបតរហូតមកអញ្ចឹងខ្ញុំសុំបេះសាកមើលពីដេកបាទបេះទៅបាទអូបេះមើលព្រោះបេះស្រួលក៏ស្រួយអូខ້ອຍមែនអញ្ចឹងបើពូផ្សេងទៀតវាមិនអាចហើយបាទមិនអាចហុយទេពិបាកបេះនឹងពិបាកទទួលផលអញ្ចឹងដល់ពេលមូលផលគាត់អ្នកបេះគេអត់លូតាមអត់មានលូទេឲ្យតែដល់ថ្ងៃបន់ឲ្យតែយើងទេហៅមកហាងគ្នាដាំបាយមកពីយប់មកឆ្នាំនេះខ្ញុំដាំដី1ហិកតា1ហិកតានេះបេះ3សានេះប្រហែលជាមួយតោនហើយមួយហិកនេះបើបេះលើក្រោយបានប្រហែលជាយ៉ាងម៉េចក៏400គីឡូអីដែរយើងនិយាយវាយទៀតបកងអាចលើសជាងនឹងអាចលើសជាងអូទីផ្សារត្រូវឲ្យតែមានប្រមាណតោនក៏គេយកដែរតែមុនម៉ួយទេមកទៀតថាឲ្យបេះរាល់ថ្ងៃក៏បានថាមានម្ទេសណាបេះរាល់ថ្ងៃ4ថ្ងៃបេះម្ដងបច្ចុប្បន្នម្ទេសនេះលក់នៅទីផ្សារតម្លៃបាន5200 5100ហើយថ្ងៃនេះគេឲ្យតម្លៃ5500តែខ្ញុំអត់មានម្ទេសបេះខ្ញុំទៅទិញក្របពូជនេះគេប្រាប់ថាពូជនេះធន់នឹងកម្ដៅនិងធន់នឹងការត្រជាក់ធន់ទាំងអស់ធន់នឹងអាកាសធាតុក្ដៅក៏ទប់បានត្រជាក់ក៏ទប់បានទាំងពីរហើយមកទីនេះយើងអាចបេះតាំងពីដាំរហូតដល់អស់ពូជអស់ផ្លែរយៈពេលប្រហែលជា5ខែឬ6ខែដល់ខែ3បានអស់ផ្លែតែអាស្រ័យនៅលើទឹកបើសិនជាទឹកយើងនៅគ្រប់គ្រាន់អាចតដល់ខែ4ទៀតតែបើសិនជាទឹកយើងខ្សោយអាចចប់ត្រឹមខែ2កន្លះឬខែ3ហើយបើអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅកសិករទាំងអស់គ្នាបើសិនជាចំណាប់អារម្មណ៍ចង់ដាំម្ទេសសូមជ្រើសរើសរកពូជគ្រឹស្នានេះគេហៅថាកូនជ្រូកនេះចោះគឺល្អគុណភាពល្អទិន្នផលខ្ពស់បាទបងប្អូនដែលចង់ដាំម្ទេសសូមរើសយកផលិតផលនេះចោះគ្រឹស្នាកូនជ្រូកនេះគេហៅកូនជ្រូក